ជំរាបសួរបងប្អូនខ្មែរខានដើរពេលព្រឹកយូរហើយដោយសារចូលគេយប់ពេកចូលគេសម៉ោង1ម៉ោង2យប់ពិបាកក្រោកបើយប់មិញចូលគេលឿនអូខេចង់ចែកចាយដល់បងប្អូនពីរឿងម្ហូបអាហារជាភាសាសម្រាប់បងប្អូនដែលគាត់មកពីក្រៅប្រទេសម្ហូបខុសគ្នានៅស្រុកខ្មែរយើងវាមិនខុសគ្នាអីទេម្ហូបយើងគេច្រើនតែប្រើម្ហូបស្រស់ហើយម្ហូបយើងអត់ខ្លះសេទេបញ្ហាទី1ដែលខ្ញុំឃើញដោយសារខ្ញុំចេញចូលមុនគឺក៏មានបញ្ហាពីរឿងម្ហូបដែរវាមានការរិះរុសមានបងប្អូនខ្លះឈឺខ្ញុំមានមិត្តភ័ក្តិដែលគាត់មកស្រុកខ្មែរម្ដងក៏ប្រាប់ថាគឺគាត់ឈឺរាល់ដងអត់ទៅមកដល់ស្រុកខ្មែរឈឺហើយអូខេរិះរុសចឹងទៅហើយម្ល៉េះហើយចង់ចែកចាយបងប្អូនពីរឿងម្ហូបហ្នឹងព្រោះម្ហូបហ្នឹងអានេះយោងទៅតាមការយល់ដឹងរបស់ខ្ញុំទេហើយការសិក្សាស្រាវជ្រាវហើយនឹងបទពិសោធន៍ដែលខ្ញុំនៅទីនោះម្ហូបទី1ដែលខ្ញុំដឹងអាហ្នឹងខ្ញុំដឹងតាំងពីខ្ញុំទៅដល់អាមេរិកមានជនជាតិសជនជាតិគេហ្នឹងគេជួយណែនាំខ្ញុំដែរណាព្រោះខ្ញុំនៅជាមួយម្ដាយធរខ្ញុំក៏ដូចជាម្ដាយចិញ្ចឹមដែរជនជាតិសហើយមានមិត្តភ័ក្តិសចេញចូលផ្ទះខ្ញុំច្រើនហើយខ្ញុំជាអ្នកគ្រីស្ទានជំនាន់ហ្នឹងយើងចេញចូលឈើចេញចូលព្រះវិហារអញ្ចឹងទៅយើងមានមិត្តភ័ក្តិសច្រើនមកហូបបាយចេញចូលហើយយើងជាអ្នកធ្វើម្ហូបដល់ហើយគាត់ប្រាប់ខ្ញុំពេលខ្ញុំធ្វើម្ហូបហ្នឹងក៏ប្រាប់ខ្ញុំខ្ញុំអត់ដឹងអញ្ចឹងទេខ្ញុំធ្វើកាលយើងនៅស្រុកខ្មែរយើងធ្វើម្ហូបហើយដូចឧទាហរណ៍ថាយើងស្លសាច់មាន់មួយឆ្នាំងខ្ញុំដាក់នៅលើចក្រានអញ្ចឹងខ្ញុំស្លហើយអញ្ចឹងទៅពេលយើងបិទភ្លើងយើងនៅបិទកម្របមិត្តភ័ក្តិជនជាតិសហ្នឹងគេចូលមកគេឃើញអញ្ចឹងទៅគេសួរថាអ្នកឯងមានដឹងទេពេលយើងធ្វើម្ហូបហើយយើងបិទភ្លើងហើយយើងក្របវាអញ្ចឹងជាភាសាគឺសាច់មាន់សាច់ស្អីក៏ដូចគ្នាដែរតែគ្រាន់តែជាភាសាសាច់មាន់គាត់ថាវាចេញមេរោគបាទដោយសារយើងក្របពេលណាយើងធ្វើហើយអញ្ចឹងទៅយើងបិទភ្លើងតែយើងកុំក្របវាយើងចំហវាបាទចំហមិនបាច់ចំហទាំងអស់ហើយចំហខ្លះដើម្បីកុំឲ្យអាកម្ដៅវាហ្នឹងវានៅក្នុងហ្នឹងវាស្ទើរក្ដៅហើយស្ទើរត្រជាក់ដល់មកដល់រោងចក្រទៀតហើយបងប្អូនបាទគេមានកាទៀវមានអីចឹងទៅរោងចក្រនេះថតមុនម្ដងណាជួនដល់ទៅព្រលឹមឡើងចឹងទៅយើងមករោងចក្រក៏បានដែរព្រោះគាត់មានមកហូបមានអីទាំងព្រឹកហ្នឹងហើយយើងអាចទិញពីហ្នឹងទៅបានព្រោះអានេះគេបើកលក់ទាំងព្រឹកហ្មងគេលក់តាំងម៉ោង5កន្លះនោះបាទម៉ោង5កន្លះឲ្យតែយើងក្រោកផ្ទាន់ខ្ញុំក្រោកនៅលេតតិចទៀតព្រឹកមិញដូចគាត់នេះចឹងក៏មានម្ហូបក៏លក់ដែរខ្ញុំក្រោកអត់ទាន់ព្រឹកមិញទៅនិយាយហើយគឺឃើញនំប៉ាវបានបងប្អូននេះនំប៉ាវបាទនំប៉ាវហ្នឹងហើយបងប្អូនតើឃើញហុយផ្សាយអញ្ចឹងបាទអានេះខ្ញុំប្រាប់អ្នកដែលបងប្អូនដែលមកពីក្រៅអាមេរិកខ្មែរអាមេរិកបាទព្រោះអាសាច់ខាងក្នុងវាហ្នឹងវាមិនងាយក្តៅដល់អញ្ចឹងយើងក្តៅអញ្ចឹងដែរក៏ប៉ុន្តែវាមិនងាយក្តៅដល់ទេព្រោះដោយសារវាមានសបកវាមានសាច់នំលោះអាសាច់ខាងក្នុងអត់ងាយក្តៅដល់ទេឃើញទេពេលបងប្អូនទិញបងប្អូនហូបសាច់ខាងក្នុងតោះក្តៅដែរក្តៅហ្មងបាទហ្នឹងហើយអូខេនិយាយពីម្ហូបដែលយើងធ្វើហើយយើងទុកនៅក្រៅម្ហូបហ្នឹងត្រូវធ្វើយ៉ាងម៉េចឲ្យបានលើសពី140 degree Fahrenheit ឡើងទៅមានន័យថាយើងដាក់នៅលើភ្លើងអញ្ចឹងបានខ្ញុំបកទៅរឿងយើងចូលទៅហូបម្ហូប buffet មិនឃើញគេដាក់ម្ហូបនៅលើភ្លើងទេគេមានកម្ដៅរបស់គេដើម្បីកុំឲ្យចេញមេរោគបើកម្ដៅហ្នឹងនៅក្រោមហ្នឹងមេរោគវាចាប់ដើមចេញតែបើនៅលើហ្នឹងមេរោគវាអត់ចេញទេហើយបងប្អូនក៏ធ្លាប់ដឹងយ៉ាងដែរខ្ញុំក៏ធ្លាប់ដែរទៅហូប buffet មកដល់ផ្ទះវិញរាករូសខ្ញុំនិយាយនៅក្រៅប្រទេសនៅប្រទេសដែលខ្ញុំធ្លាប់នៅរាករូសអូខេយកអត់និយាយស្រុកខ្មែរនិយាយប្រទេសផ្សេងនេះបងប្អូនធ្លាប់ទេខ្ញុំធ្លាប់កូនចៅខ្ញុំក៏ធ្លាប់ដែរហើយធ្លាប់ច្រើនដងមិនមែនតែម្ដងទេដល់ហើយអញ្ចឹងបាននៅហាង buffet
នៅសហរដ្ឋអាមេរិកគេ inspect អ្នកធ្វើការហ្នឹងគេមាន thermometer ប្រដាប់ស្ទង់កម្ដៅគេអាសាមកស្ទង់ដើម្បីឲ្យកម្ដៅហ្នឹងមកត្រូវបើកម្ដៅហ្នឹងមិនត្រូវទៅយើងហូបទៅវាឈឺពោះធ្វើម៉េចឲ្យលើស140 degree ឬក៏លើស60 Celsius 60 degree Celsius ម្ល៉េះខ្ញុំចង់ប្រាប់បងប្អូនអញ្ចឹងទេពីរឿងម្ហូបអាហារនេះជាពិសេសបងប្អូនដែលនៅប្រទេសក្រៅគាត់មកស្រុកខ្មែរហេតុអីក៏អ្នកខ្លះមកគាត់រៀករស់មកដល់ស្រុកខ្មែរបងប្អូនមិនដឹងអញ្ចឹងទេគឺដោយសារម្ហូបដែលប្រហូបហ្នឹងវាអត់មានកម្ដៅឬក៏ម្ហូបហ្នឹងព្រោះនៅស្រុកខ្មែរយើងចេះវាជាការពិតបងប្អូនទៅផ្សារដែលគាត់លក់តាមផ្លូវឬក៏ផ្សារដែលគាត់លក់នៅក្នុងហាងក៏ដោយគាត់ចូលចិត្តធ្វើម្ហូបហើយគាត់ដាក់តម្រងជួរគ្នាម្ហូបគាត់ធ្វើ10មុខអញ្ចឹងទៅធ្វើដើម្បីលក់អញ្ចឹងគាត់ដាក់តម្រងជួរ10មុខហើយគាត់គ្របហើយគាត់អត់មានដាក់នៅលើភ្លើងទេហើយម្ល៉េះហើយមួយថ្ងៃហ្នឹងគាត់លក់ម្ហូបហ្នឹងរហូតពីព្រឹកទល់ល្ងាចគាត់លក់បាទលក់ពីព្រឹកទល់ល្ងាចម្ហូបហ្នឹងគាត់អត់មានដាក់លើភ្លើងហើយគាត់ដាក់នៅខាងក្រៅហើយគាត់គ្របទៀតតែបើបងប្អូនរៀនហូបបងប្អូនចេះហូបអញ្ចឹងបានខ្ញុំប្រាប់បងប្អូនថាហូបខ្លះគឺខ្ញុំអត់ហូបទេខ្ញុំដឹងហើយខ្ញុំធ្លាប់ហូបនំប៉ាវវាអត់ក្តៅនំប៉ាវអញ្ចឹងណាបងប្អូននំប៉ាវយើងហូបតើយើងទិញឲ្យនំប៉ាវហ្នឹងឡើងក្តៅរហូតទៅលោហ្មងបើមិនក្តៅទេកុំហូបដោយសារអាសាច់ខាងក្នុងនំប៉ាវហ្នឹងគឺវាត្រជាក់វាចេញមេរោគបាទខ្ញុំធ្លាប់ហើយរៀកដែរម្ល៉េះហើយដល់យើងដឹងអញ្ចឹងទៅគឺយើងអាចថែទាំជីវិតយើងបានហើយយើងមិននៅស្រុកខ្មែរក៏អត់មានបញ្ហាដែរបើយើងចេះហូបអញ្ចឹងបានខ្ញុំប្រាប់បងប្អូនថាខ្ញុំមុនដំបូងក៏មានបញ្ហាដែរតើយើងនៅយូរទៅយើងស៊ាំទៅយើងចេះថែទាំចេះការពារវាទៅអត់មានបញ្ហាទេបាទអូខេហើយម្ល៉េះហើយម្ហូបដែលបងប្អូនយើងនឹងដែលគាត់ដាក់នៅខាងក្រៅគាត់ធ្វើហើយអញ្ចឹងទៅมันគាត់គ្របអញ្ចឹងហ៎ក៏គ្របចិត្តគាត់អត់ចំហទៀតបើម្ហូបនឹងដែលធ្វើហើយបើយើងចំហគឺវាជួយព្រោះវាជួយកាត់បន្ថយអាកម្ដៅនៅខាងក្នុងឆ្នាំងអូខេកុំឲ្យវាក្តៅស្ទើរត្រជាក់ណាឃើញក្តៅក៏មិនក្តៅត្រជាក់ក៏មិនត្រជាក់វាស្ទើរអាហ្នឹងហើយមេរោគចេញដល់ហើយបើយើងចំហទៅវាចេញអាខ្យល់ហ្នឹងណាឃើញវាចេញខ្យល់ព្រោះម្ហូបយើងក៏វាត្រូវការដកដង្ហើមដែរព្រោះខ្ញុំទៅប្រទេសម៉ាឡេគេមានម្ហូបគេធ្វើម្ហូបគេហើយអញ្ចឹងគេដាក់លើតុហើយយើងទៅទិញម្ហូបគេហ្នឹងគឺយើងដួសយកហ្មងដួសហើយបានគេគិតដូចគេអត់មានថ្លឹងទេគេគ្រាន់តែកលេចឃើញម្ហូបយើងគេប៉ាន់ស្មានតម្លៃវាហើយថោកទេបាទដល់ហើយខ្ញុំចូលទៅហូបម្ហូបជាមួយគ្រួសារខ្ញុំជាមួយម្ដាយខ្ញុំបាទទៅយើងទៅទាំងគ្រួសារម្ដាយក្មេងខ្ញុំក៏ទៅដែរបាទតែគេដាក់នៅលើតុហើយគេចំហវាអត់ក្របទេហូបទៅអត់មានបញ្ហាទេមិនមែនថាវាអត់មានមេរោគទាំងអស់ហើយវាមានតិចតួចក៏ប៉ុន្តែកាពះយើងវាអាចទប់ទល់បានបងប្អូនដែលនៅស្រុកខ្មែរបើយើងចង់រៀនថែទាំសុខភាពគឺម្ហូបដែលយើងធ្វើហើយហ្នឹងកុំក្របវាបាទចំហទៅអញ្ចឹងបានខ្ញុំដើរនៅស្រុកខ្មែរខ្ញុំឃើញខ្ញុំថតដែរតើពេលខ្លះខ្ញុំឈប់នៅកន្លែងបេនឡានកន្លែងតាមក្រាស់សាំងខ្ញុំឃើញម្ហូបគេទុកចោលអញ្ចឹងគឺគេគ្របពេលខ្ញុំហូបខ្ញុំត្រូវតែសុំគេកដៅអ្នកលក់ហ្នឹងគេឆ្ងល់បាទហើយកដៅហ្នឹងក៏ដូចគ្នាដែរមកកដៅតោះពុះមិនមែនគ្រាន់តែក្តៅទេណូក្តៅតោះពុះបើយើងដើរលេងតាមខេត្តតាមតំបន់ផ្សេងយើងឃើញម្ហូបដែលគាត់ដាក់គ្របចោលអញ្ចឹងចោលមួយថ្ងៃអញ្ចឹងណាគាត់គ្របគាត់អត់មានដាក់នៅលើភ្លើងទេអត់មានបញ្ហាទេគ្រាន់តែសុំគាត់កដៅយើងចំពោះបងប្អូនដែលគាត់នៅស្រុកខ្មែរយូរគាត់ស៊ាំទោះបីយើងស៊ាំក៏ដោយជួនកាលក៏យើងមានការរៀបរស់ដែរហើយរឿងនេះមួយដែលខ្ញុំចង់និយាយបន្ថែមនោះគឺឈឺកាពះខ្ញុំដឹងហើយនៅសហរដ្ឋអាមេរិកក៏មានអ្នកឈឺកាពះដែរប៉ុន្តែកម្រណាអារឿងឈឺកាពះនេះតែនៅស្រុកខ្មែរយើងជំងឺឈឺកាពះនេះច្រើន
ច្រើនមែនតើឈឺកាពះហើយយើងតែងតែនិយាយថាប្រហែលជាយើងញ៉ាំម្ហូបវាមិនទៀងទាត់អូខេខ្ញុំមិនដឹងទេអូខេខ្ញុំមិនមែនជា doctor ទេទោះបីជា doctor ក៏បាក់ដែរតែអ្វីដែលខ្ញុំគិតណាអូខេគឺមកពីម្ហូបដែលយើងហូបទោះបីយើងហូបអត់រះរស់ក៏ដោយដោយសារកាពះយើងមិនស្មក៏ប៉ុន្តែខ្ញុំថាបើដើរមកពីម្ហូបដែលវាមានមេរោគច្រើនពេកយើងហូបទៅវាធ្វើឲ្យយើងឈឺកាពះថាបានអានេះគ្រាន់តែជាគំនិតខ្ញុំគិតទេណាឡើយបើបងប្អូនអាចថែសុខភាពចឹងបានបងប្អូនដែលមកពីក្រៅខ្មែរអាមេរិកដែលមកពីក្រៅយើងតែងតែគឺថាមកដល់យើងហូបហើយយើងរៀករស់បងប្អូនធ្វើអញ្ចឹងទៅហើយមានបងប្អូនខ្លះដែលខ្ញុំជួបគឺគាត់ទៅទិញម្ហូបតែពីហាងដោយហាងធំៗគេហៅ supermarket ហាងទំនើបហ្នឹងគេម្ហូបគេខ្លះសេគាត់ថាគាត់ទៅតែហាងអញ្ចឹងឯងអ្នកមកពីក្រៅខ្ញុំបាទជួបគាត់ថាគាត់ហ៊ានហូបម្ហូបដែលយើងទិញតាមផ្សារតាមអីទេឃើញទេដោយសារម្ហូបយើងគឺយើងអត់ខ្លះសេបើបងប្អូនចេះបើបងប្អូនទិញអាម្ហូបនៅខាងក្រៅម្ហូបមិនខ្លះសេទេបងប្អូនធ្វើឲ្យឆ្អិនធ្វើយ៉ាងម៉េចក៏ឲ្យឆ្អិនបាទ160ឡើងទៅធ្វើម៉េចពេលយើងធ្វើម្ហូបឲ្យបាន160ឡើងទៅ160 degree Fahrenheit ធ្វើម៉េចឲ្យបានឆ្អិនហើយចាំយើងហូបអត់មានបញ្ហាទេអញ្ចឹងហ៎តែបើមិនអញ្ចឹងទេបងប្អូនដែលមកពីក្រៅមានបងប្អូនទៅ supermarket ទៅទិញម្ហូបដែលគេលក់នៅខាងក្នុងម្ហូបហ្នឹងម្ហូបខ្លះសេព្រោះគេខ្លះសេម្ហូបហ្នឹងវាអត់មានចាញ់មេរោគទេគេដាក់នៅក្នុងអាទូទឹកកកគេហ្នឹងក្រោម40 degree Fahrenheit តើយើងយកមកធ្វើម្ហូបទោះបីយើងធ្វើមិនទាន់ឆ្អិនត្រឹមត្រូវក៏នៅតែអត់អីដែរលើកលែងតែសាច់ជ្រូកបាទសាច់ជ្រូកនេះជារឿងមួយទៀតចាំខ្ញុំនិយាយក្រោយបាទឡោះហើយបងប្អូននៅក្រៅប្រទេសយើងមកដល់ស្រុកខ្មែរម្ហូបត្រូវតែក្តៅម្ហូបត្រូវតែក្លាសេឬក៏ពេលយើងធ្វើម្ហូបត្រូវឲ្យបាន160 degree ឡើងទៅជាពិសេសនំប៉ាវមួយទៀតព្រោះនំប៉ាវអាសាច់ខាងក្នុងវាហ្នឹងណាគឺវាអត់ងាយក្តៅទេអាហ្នឹងហើយធ្វើយើងរៀកបាទ